Hello បងប្អូនទាំងអស់គ្នាសូមជម្រាបសួរសាជាថ្មីមកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំសូមចែករំលែកនៅមេរៀនភាសាអង់គ្លេសដែលយើងសិក្សាអំពីពាក្យហើយនឹង clear មួយចំនួនដែលជាផ្នែកឬក៏ជានយោបាយកថាផ្សេងៗនៅក្នុងក្រុមហ៊ុនឬក៏អង្គការស្ថាប័ននានាបាទអញ្ចឹងធម្មតាក្រុមហ៊ុនមួយឬក៏អង្គការមួយតែងតែមានផ្នែករបស់គេឬក៏បើសិនជាយើងនិយាយពីក្រសួងស្ថាប័នគឺយើងមានជានាយកដ្ឋានអញ្ចឹងទៅបាទអញ្ចឹងតោះយើងសិក្សាទាំងអស់គ្នាថាតើវាមានផ្នែកឬក៏នាយកដ្ឋានអ្វីខ្លះហើយជាភាសាអង់គ្លេសយើងអានថាយ៉ាងម៉េចបាទចំពោះនាយកដ្ឋានទី1គឺភាសាអង់គ្លេសយើងហៅថា Human Resources Department ឬក៏ Personnel Department បាទ Human Resources Department or Personnel យើងមិនអាន Personnel គឺ Personnel Department បាទអញ្ចឹងយើងប្រែថាផ្នែកធនធានមនុស្សឬក៏ផ្នែកបុគ្គលិកបាទអញ្ចឹងយើងប្រើមួយណាក៏បានដែរនៅក្នុងអង្គការខ្លះឬក៏ក្រុមហ៊ុនខ្លះគេប្រើពាក្យថា human resources ក្នុងអង្គការខ្លះយើងប្រើពាក្យថា personnel បាទ department អញ្ចឹងប្រើមួយណាក៏បានដែរជាជម្រើសបាទអញ្ចឹងនេះយើងស្គាល់ផ្នែកទី1ផ្នែកទី2គឺ marketing department យើងប្រែថាផ្នែកឬក៏នាយកដ្ឋានទីផ្សារបាទ marketing department អូខេចូលដល់បន្ទាប់គឺ technical support team បាទ technical support team យើងប្រែថាក្រុមគាំទ្រផ្នែកបច្ចេកទេសបាទ technical support team technical គឺផ្នែកបច្ចេកទេស support គាំទ្រហើយ team ក្រុមTechnical Support Team មួយទៀតគឺ Research and Development យើងអាចថែម department នៅពីខាងក្រោយក៏បានដែរតែយើងអត់ដាក់ក៏បានដែរយើងភាគច្រើនគេហៅថា R&D Research and Development ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍResearch ស្រាវជ្រាវDevelopment អភិវឌ្ឍខាងនេះគឺ Engineering Department យើងប្រើថាផ្នែកវិស្វកម្មបាទផ្នែកវិស្វកម្ម Engineer វិស្វករ Engineering វិស្វកម្មបាទតបគឺ Information Technology យើងហៅថា IT បាទកាត់ I information T នេះមកពី technology យើងប្រែថាផ្នែកព័ត៌មានវិទ្យាបាទមួយទៀតគឺយើងមាន maintenance ផ្នែកជួសជុលនិងថែទាំបាទផ្នែកជួសជុលនិងថែទាំ maintenanceមួយទៀតគឺយើងមាន logistics បាទ logistics យើងអាចថែម department មក logistics department មកបាទ logistics យើងប្រែថាផ្នែកភស្តុភារបាទតកតងទៅនឹងសម្ភារៈតកតងទៅនឹងទ្រព្យសម្បត្តិផ្សេងបាទតកតងទៅនឹងការដឹកជញ្ជូនđâyនឹងគឺ logistics បាទ Sales បាទ sales បងប្អូនអាចដាក់ sales department ក៏បាន sales department ឬក៏ sales ទៅទេអញ្ចឹងក៏បានណា sales គឺផ្នែកលក់បាទផ្នែកលក់ sales នេះគឺ customer service យើងប្រែថាសេវាកម្មអតិថិជនបាទ customer service មួយទៀតFinance Accounting Department យើងប្រែថានាយកដ្ឋានហិរញ្ញវត្ថុគណនេយ្យបាទ Finance នេះយើងប្រែថាហិរញ្ញវត្ថុ Accounting គណនេយ្យបាទ
មួយទៀតគឺ shipping department shipping department យើងប្រែថានាយកដ្ឋានដឹកជញ្ជូនឬក៏ផ្នែកដឹកជញ្ជូន shipping គឺខាងដឹកតាមកប៉ាល់បាទអញ្ចឹងដឹកជញ្ជូនតាមកប៉ាល់ shipping department public relations department public relation department យើងប្រើនាយកដ្ឋានទំនាក់ទំនងសាធារណៈបាទ public សាធារណៈ relation ទំនាក់ទំនង department នាយកដ្ឋានបាទហើយកាលនេះផ្នែកចុងក្រោយគឺ production department យើងប្រែថានាយកដ្ឋានផលិតកម្មបាទ production យើងប្រែថាផលិតកម្មបាទអូខេអញ្ចឹងវីដេអូរបស់ខ្ញុំចប់ត្រឹមប៉ុណ្ណេះហើយអរគុណច្រើនបងប្អូនដែលបានតាមដានហើយបើមិនទាន់ Subscribe សូមចុចប៊ូតុង Subscribe ជួបគ្នានៅក្នុងវីដេអូបន្ទាប់សូមអរគុណ